បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ Channel YouTube របស់ខ្ញុំបាទថ្ងៃនេះដែរខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៅក្នុងការផ្លាស់ប្ដូរ page អំពី page profile ឲ្យទៅជា page ធម្មតាវិញកាលពីវីដេអូមុនខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៅក្នុងការផ្លាស់ប្ដូរពីpage ធម្មតាឲ្យទៅជា page profile ដែល page profile ហ្នឹងគឺវាមានតែ follower ទេបងប្អូនមើល page នេះបាននេះនៅពេលដែលយើងបាន convert វាឬក៏យើងបាន switch វាមកជា page profile ហើយអញ្ចឹងវាឡើងមានចំនួន page like ទៀតហើយវាមានតែ page follower ដោយសារតែ page profile វាមានការលំបាកនៅក្នុងការប្រើប្រាស់ហើយក៏មានcomment មួយចំនួនគាត់សូមខ្ញុំធ្វើវីដេអូអំពីរបៀបនៅក្នុងការ switch view back ទៅជា classic page វិញដោយសារអីដោយសារតែវាពិបាកប្រើហើយនៅពេលដែលយើងចង់ share អីមួយចូល page ហ្នឹងគឺក៏ពិបាកដូចគ្នាយើងត្រូវការ switch មកចូល page ហ្នឹងហើយបានយើងអាចធ្វើការ share ព័ត៌មានផ្សេងនៅលើ page ហ្នឹងបានដោយឡែកបើ page ធម្មតាគឺយើងអាច share ចេញពី profile មួយយើងផ្ទាល់ហើយយើងអាច share ទៅ page មួយណាអីចឹងទៅអូខេដើម្បីធ្វើការផ្លាស់ប្ដូរវាបានខ្ញុំនេះយើងចូលមកកន្លែងសញ្ញាត្រី3នេះបន្តមកទៀតយើងចុចទៅលើពាក្យ switch to classic page អញ្ចឹងយើងពីមុនយើង switch វាទៅជា page profile ឬក៏ new page experience ឥឡូវយើង switch វា back ទៅជា classic page វិញអូខេខ្ញុំចុចលើវាមួយអូខេខ្ញុំ continue អូខេកន្លែងនេះក៏ជាកន្លែងសំខាន់មួយដែរមុនពេលដែលយើងធ្វើការ switch វា back ទៅជា classic page ហ្នឹងយើងគួរតែប្រយ័ត្នដែរដោយសារថាព័ត៌មានថ្មីឬក៏ content ដែលយើងបាន update នៅពេលដែលយើងបានបដូរវាមកជា page profile ហើយអញ្ចឹងនៅពេលដែលយើង switch វាទៅជា classic page វិញបើន័យថាវានឹងបាត់ដូចយើងបញ្ជាក់អញ្ចឹងវាអត់បង្ហាញនៅលើ page classic ទៀតទេបើសិនបើយើងបាន switch វា back ទៅវិញអញ្ចឹងបងប្អូនប្រយ័ត្នសម្រាប់អ្នកដែលធ្វើការ boost page ឬក៏ដែលធ្វើការ update អីទៅលើ page ហ្នឹងអូខេឥឡូវខ្ញុំ continue ហើយខ្ញុំ switch back ទៅវិញទៅអូខេឥឡូវវាចុះផ្សេងហើយឃើញទេបន្ទាប់ពីយើងធ្វើការ switch back មកវិញសូម្បីតែ username នេះក៏អត់មានដែរអញ្ចឹងយើងត្រូវការ create username ឡើងវិញអីអញ្ចឹងទៅហើយព័ត៌មានមួយចំនួនទៀតក៏វាបានបាត់ដែរបន្ទាប់ពីយើងធ្វើការ switch back មកវិញអូខេវីដេអូនេះដូចជាមានតែប៉ុណ្្នឹងទេប្រសិនបើបងប្អូនមានចម្ងល់នៅក្នុងការ switch back ឬក៏ switch back មកវិញអត់បានបងប្អូនអាចទម្លាក់ជា comment នៅខាងក្រោមហើយខ្ញុំនឹងសិក្សាបន្ថែមទៀតថាតើវាបញ្ហាអីទើបអាចធ្វើការ switch back បានអរគុណច្រើនសម្រាប់ការទស្សនាវីដេអូហើយកុំភ្លេចជួយ subscribe channel ម្នាក់មួយផងដើម្បីទទួលបានវីដេអូចែករំលែកផ្សេងទៀតអរគុណ